បាទសួស្តីបងប្អូនទាំងអស់ក្នុងបណ្ដាញសង្គមជាទីរាប់អានបាទថ្ងៃនេះយកអង្គនីវ័រចងឯងមួយអង្គយកមកថតបង្ហាញបាទនេះគឺជាប្រភេទនីវ័រចងឯងវ័រនេះគឺធំបាទវ័រនេះប្រព័ន្ធកពួនដៃបាទហើយសាច់ដែលចងនេះគឺចងណែនចិត្តអញ្ចឹងប្រភេទវ័រចងឯងកម្រមានវ័រណាដែលចងណែនចិត្តអញ្ចឹងណាគេថាចងចិត្តឈឹងមកហើយចង5ជាន់1 2 3 4 5ចឹងវ៉ចងឯងនេះគឺចង5ជាន់បាទហើយអានេះគេបាញ់ស្លេចការពារមេកុំឲ្យវាស៊ីណាបងប្អូនហើយចង5ជាន់ហើយបែងដានសាដានទៀតចឹងណាបងប្អូនចឹងអ្នកដែលលេងវត្ថុស័ក្តិសិទ្ធិដឹងហើយបែងដានសាដានហ្នឹងមានន័យថាម៉េចបាទមានន័យថាបើសិនជាអ្នកណាដែលមានគំនិតអាក្រក់ប៉ងមកលើយើងគឺឡងទៅវិញចឹងណាបងប្អូនចឹងប្រភេទវ៉ចងឯងនេះគេប្រើបាន100គុណប្រើខាងការពារអំពើមុនខ្មៅក៏បានដែលការពារខាងអាបធ្មប់ក៏បានដែលការពារនឹងអំពើអំពាន់ផ្សេងនឹងប្រើខាងស្នេហ៍មេត្តាមហានិយមបាទអញ្ចឹងវត្តចងឯងវាមានច្រើនបាទវាមិនខ្វះទេអ្នកដែលរកបានប៉ុន្តែប្រភេទវត្តចងឯងដែលចងចិត្តឲ្យធំបាទប្រព័ន្ធកពួនដៃបាទវាពិបាករកដែរបាទវត្តនេះគឺចង5ជាន់បែងដានសាដានជាប្រភេទវត្តចងឯងវត្តនេះបាននៅភ្នំដងរែកបានមកប្រហែលជាបកិតបទលឥឡូវហ្នឹងចូល75ឆ្នាំហើយគាត់ថាមិនដែលថតបង្ហាញអញ្ចឹងបងប្អូនបាទឥឡូវនេះក៏ថតជាវីដេអូម្ដងទៀតបាទទុកជាឯកសារអញ្ចឹងទៅណាបងប្អូនហើយវត្តនេះខ្ញុំជាវមករៀងថ្លៃដែរហើយចឹងបើសិនជាបងប្អូនមើលឃើញស្រឡាញ់បាទត្រូវថ្លៃជាវតែមិនត្រូវថ្លៃទេក៏ទុកទៀតទៅដោយសារការស្រឡាញ់បាទចឹងបើសិនជាត្រូវថ្លៃចែកទៅម្ចាស់ថ្មីតែបើមិនត្រូវទេគឺទុករូបបូជាបន្តទៀតចឹងណាបងប្អូនបាទពូជាមករៀងថ្លៃដែរហើយប្រភេទវត្តចងឯងបាទចងចិត្តបាទ5ជាន់បែងដានសាដាន